រង្វាន់ដ៏ផ្អែមល្ហែមនៃការខិតខំប្រឹងប្រែងដោយស្ងៀមស្ងាត់នៅក្នុងពិភពលោកមួយដែលមនុស្សគ្រប់គ្នាកំពុងព្យាយាមស្រែកឲ្យខ្លាំងបំផុតដើម្បីឲ្យគេចាប់អារម្មណ៍ដែលគ្រប់ជំហាននៃជីវិតត្រូវបានបង្ហោះលើបណ្ដាញសង្គមដើម្បីស្វែងរកការទទួលស្គាល់មានអំណាចម្យ៉ាងដែលមនុស្សជាច្រើនបានមើលរំលងនោះគឺអំណាចនៃការខិតខំដោយស្ងៀមស្ងាត់ការខិតខំដោយស្ងៀមស្ងាត់មិនមែនមានន័យថាអ្នកគ្មានមហិច្ឆតាឬអ្នកកំពុងដើរយឺតជាងគេនោះទេផ្ទុយទៅវិញវាគឺជាការផ្ដោតអារម្មណ៍យ៉ាងមុតស្រួចទៅលើគោលដៅដោយមិនចំណាយពេលខ្ជះខ្ជាយដើម្បីពន្យល់ប្រាប់អ្នកដទៃថាអ្នកកំពុងធ្វើអ្វីវាគឺជាការធ្វើការនៅពេលដែលគេសម្រាកការរៀនសូត្រនៅពេលដែលគេដើរលេងនិងការស៊ូទ្រាំនៅពេលដែលគ្មាននរណាម្នាក់មើលឃើញអ្នកប្រហែលជាធ្លាប់មានអារម្មណ៍ថាឯកោពេលខ្លះអ្នកសួរខ្លួនឯងថាតើការលះបង់ទាំងនេះមានន័យដែរឬទេនៅពេលដែលមិត្តភ័ក្តិរបស់អ្នកកំពុងសប្បាយរីករាយប៉ុន្តែអ្នកបែរជានៅម្នាក់ឯងជាមួយសៀវភៅឬការងារដែលមិនទាន់សម្រេចចូលចងចាំថាឫសនៃដើមឈើដែលមាំមួនបំផុតតែងតែដុះពង្រីកខ្លួនយ៉ាងជ្រៅនៅក្នុងដីងងឹតជាកន្លែងដែលគ្មានពន្លឺថ្ងៃហើយក៏គ្មានអ្នកណាមើលឃើញដែរប៉ុន្តែដោយសារតែឫសដែលខំប្រឹងដុះក្នុងភាពស្ងៀមស្ងាត់នោះហើយទើបថ្ងៃក្រោយដើមឈើនោះអាចឈរយ៉ាងរឹងមាំប្រឈមមុខនឹងខ្យល់ព្យុះនិងផ្ដល់ផ្លែផ្កាដ៏ផ្អែមល្ហែមបំផុតរង្វាន់នៃការខិតខំដោយស្ងៀមស្ងាត់មិនមែនគ្រាន់តែជាលុយកាក់ឬកេរ្តិ៍ឈ្មោះនោះទេរង្វាន់ដែលផ្អែមល្ហែមបំផុតគឺការដែលអ្នកបានឃើញខ្លួនឯងផ្លាស់ប្ដូរពីមនុស្សម្នាក់ដែលពោពេញដោយភាពភ័យខ្លាចមកជាមនុស្សម្នាក់ដែលមានសមត្ថភាពនិងភាពជឿជាក់វាគឺជាអារម្មណ៍ដែលអ្នកអាចងើបឈរមើលកញ្ចក់ហើយញញឹមដាក់ខ្លួនឯងដោយដឹងច្បាស់ថាអ្នកបានឆ្លងកាត់រឿងរ៉ាវជាច្រើនដែលគ្មាននរណាម្នាក់ដឹងហើយអ្នកនៅតែអាចទទួលបានជោគជ័យកុំបារម្ភបើថ្ងៃនេះគ្មាននរណាម្នាក់មើលឃើញពីការលះបង់របស់អ្នកកុំខ្វល់ប្រសិនបើគ្មានការចុច like ឬការសរសើរលើកទឹកចិត្តពីអ្នកដទៃការងារដែលអ្នកធ្វើក្នុងភាពស្ងៀមស្ងាត់វានឹងបង្កើតជាលទ្ធផលដែលស្រែកប្រាប់ពិភពលោកជំនួសអ្នកនៅថ្ងៃអនាគតបន្តដើរទៅមុខដោយការអត់ធ្មត់ព្រោះភាពជោគជ័យដែលបានមកពីការសន្សំញើសឈាមដោយស្ងប់ស្ងាត់គឺជាជោគជ័យដែលមានរសជាតិផ្អែមល្ហែមនិងមានតម្លៃបំផុតក្នុងជីវិតចូលធ្វើការឲ្យខ្លាំងក្នុងភាពស្ងៀមស្ងាត់ហើយបណ្ដោយឲ្យលទ្ធផលរបស់អ្នកជាអ្នកបង្កើតសម្លេងដ៏អស្ចារ្យបំផុតថ្ងៃរបស់អ្នកនឹងមកដល់ហើយនៅពេលនោះអ្នកនឹងយល់ថាហេតុអ្វីបានជាការខិតខំដោយស្ងៀមស្ងាត់វាគឺជាការវិនិយោគដ៏ល្អបំផុតសម្រាប់ជីវិត